លឺសំឡេងតុកបងប្អូនហើយថ្ងៃនេះបាទពុកក្មេកម៉ែក្មេកហ្នឹងគាត់បានធ្វើប្រហូបពិសេសបងប្អូនបាទគឺចិញ្ច្រាំប្រហុកបាទជាមួយនឹងក្រសាំងបាទពុកម៉ែបងប្អូនហើយនេះគាត់តែមកពីធ្វើការភ្លាមណាឃើញឪពុកក្មេកម៉ែក្មេកគាត់កំពុងធ្វើម្ហូបអញ្ចឹងនិយាយពីថាមានកម្លាំងព្រឹសហ្មងបងប្អូនអើយបាទប្រអីម្ហូបនេះម្ហូបខ្ញុំចូលចិត្តបងប្អូនបាទចិញ្ច្រាំប្រហុកបាទមានគូនបាទមានកធុំថេតទៅខ្ញុំចូលចិត្តម្ហូបអញ្ចឹងហើយណាមួយមុខម្ហូបនេះបងប្អូនណាគឺថាខានហូបយូរហើយបាទអត់សូវបានហូបទេបាទយូរបានហូបម្ដងអញ្ចឹងទៅបាទស្នាដៃបាទលោកពុកក្មេកម៉ែក្មេកថ្ងៃនេះបាទគាត់ធ្វើផ្ទាល់ដៃតែហ្មងហើយចំណែកខ្ញុំអ្នកថតបងប្អូនហើយបាទថតប្រដើលើបាត់ប្រដើបើអីតំណងបងប្អូនបាទតំណងបាទឃើញប្រហុកចិញ្ច្រាំមកជាមួយនឹងកាសាំងមានជីដែរលឹកខ្ទឹមហ្នឹងទៅហើយមានបន្លែស្រស់អញ្ចឹងបងប្អូនបាទហើយបន្លែនេះគឺថាបន្លែបងប្អូនបន្លែធម្មជាតិទាំងអស់តគូនធម្មជាតិបាទហើយក៏ធំធេក៏ធម្មជាតិបងប្អូនគ្រាន់តែឃើញក៏ដឹងតែស្រក់ទាំងមាត់បងប្អូនហើយបាទតំណងខ្លាំងមកណានេះគេហៅថាមុខម្ហូបសុកស្រែរបស់យើងបងប្អូនណាម្ហូបសុកស្រែយើងតាំងពីដើមបងប្អូនមិនដែលភ្លេចទេបាទទោះបីមានម្ហូបពិសេសឬមួយក៏សាច់ពិសេសឆ្ងាញ់កណាក៏ដោយបងប្អូនបាទក៏មិនដែលភ្លេចម្ហូបមុខនឹងដែរបងប្អូនអើយមុខម្ហូបហ្នឹងបាទហូបបាយដល់អស់ពីឆ្នាំបងប្អូនបាទដោយសារតែយើងហូបទៅជាជាប់មាត់អញ្ចឹងបងប្អូនបាទជាប់មាត់ជាមួយនឹងលុកខ្ចីអញ្ចឹងដាក់មួយប្រហុកទៅវាចុចមួយគ្នាទៅវាត្រូវគ្នាតែហ្មងបងប្អូនណាហើយខ្ញុំជឿថាមុខម្ហូបនេះបាទបងប្អូនបាទសុកស្រែគឺគាត់ឆ្កល់ច្បាស់ណាស់បងប្អូនណាច្រាមប្រហុកជាមួយនឹងកាសាំងហ្នឹងហើយគាត់ក៏មិនភ្លេចដែររសជាតិវាហ្នឹងប៉ុន្តែបើសម្រាប់អ្នកនៅទីក្រុងបងប្អូនបាទខ្ញុំមិនដឹងថាពួកគាត់ស្គាល់មុខម្ហូបនេះអត់បាទស្លាប់ហូបឬមួយក៏អត់ដោយពុកម៉ែបងប្អូនដឹងអញ្ចឹងបាទថាមុខម្ហូបនេះបាទវាមានក្លិនអត់ល្អទេបាទវាមានក្លិនស្អុយក្លិនឆ្អាបអញ្ចឹងទៅណាអញ្ចឹងបើសម្រាប់អ្នកដែលគាត់អត់ចេះហូបបងប្អូនបាទគឺគាត់ប្រកាសជាអត់ហ៊ានហូបទេដោយសារវាមានក្លិនអត់ល្អអញ្ចឹងទៅបាទតែសម្រាប់បងប្អូននៅតាមស្រុកស្រែបាទដែលគាត់ធ្លាប់ហូបតាំងពីក្មេងមករហូតមកដល់ពេលនេះបាទអញ្ចឹងគាត់នៅតែហូបបានធម្មតាអញ្ចឹងបងប្អូនដោយសារធ្លាប់ហូបតាំងពីដើមមកអញ្ចឹងក្លិនហើយនឹងរសជាតិបាទគឺធម្មតាសម្រាប់ពួកគាត់ហើយបាទអញ្ចឹងឃើញថាបាទមុខម្ហូបបាទច្រាំប្រហុកជាមួយនឹងសាំងបាទស្នាដៃពុកក្មេកម៉ែខ្ញុំបានធ្វើពេលនេះបាទគឺថាលើរួចរាល់ហើយបងប្អូនបាទអញ្ចឹងខ្ញុំសាកភ្លុកមើលតិចមើលបងប្អូនបាទតើរសជាតិបាទនៅឆ្ងាញ់តិចដាំបងប្អូនដោយសារតែខានហូបយូរអញ្ចឹងណាឆ្ងាញ់បងឆ្ងាញ់ណាស់ខានហូបចង់20ឆ្នាំណាបាទអញ្ចឹងឃើញថាបាទមុខម្ហូបបាទចិញ្ច្រាំប្រហុកជាមួយនឹងកាសាំងបងប្អូនបាទដែលធ្វើដោយស្នាដៃបាទពុកក្មេកម៉ែខ្ញុំបាទក្នុងកណ្ដេះបាទគឺថាឆ្ងាញ់បងប្អូនឆ្ងាញ់ហើយបាទនិយាយពីរសជាតិវិញបងប្អូនណាគឺនៅដូចដើមចឹងបងប្អូនបាទសូមអរគុណពុកម៉ែបងប្អូនបាទសម្រាប់តាមដានរហូតដល់ចប់បាទអរគុណច្រើន